ជំរាបសួរអ្នកទាំងអស់គ្នាវីដេអូមួយនេះគឺល្អសម្រាប់អ្នកដែលការជំងឺទឹកនោមផ្អែមក្រោយពេលស្ដាប់ពីលោកគ្រូពេទ្យទៅគឺខ្ញុំទទួលបានព័ត៌មានថាសម្រាប់អ្នកដែលដើរ10នាទីក្រោយពេលពិសាអាហារទាំង3ពេលរួចគឺល្អជាជាងអ្នកដែលដើរ30នាទីក្នុងពេលតែមួយអញ្ចឹងជាទូទៅគឺយើងពិសាអាហារ3ពេលក្នុងមួយថ្ងៃអញ្ចឹងក្រោយពេលដែលយើងពិសាអាហារហើយយើងដើរឲ្យបាន10នាទីអញ្ចឹងការស្រាវជ្រាវបានពិសោធន៍ឃើញថាការដើរ10នាទីនោះគឺបានជួយបញ្ចុះជាតិស្ករនៅក្នុងសរសៃឈាមហើយបើសិនជាយើងអនុវត្តបែបនេះបានលោកគ្រូពេទ្យនិយាយថាយើងអាចនឹងជាពីជំងឺទឹកនោមផ្អែមបានអញ្ចឹងការដើរ10នាទីនោះគឺប្រសើរជាជាងការដើរ30នាទីក្នុងពេលតែមួយអញ្ចឹងមានន័យថាយើងដើរតែ10នាទីឯក្រោយពេលពិសាអាហារទាំង3ពេលនឹងហើយតែ10នាទីឯតែយើងធ្វើបែបនេះខ្លីៗហើយងាយស្រួលហើយប្រសើរជាជាងយើងចំណាយពេល30នាទីសរុបតែម្ដងដើម្បីដើរអញ្ចឹងឃើញថាការដើរ10នាទីនោះគឺប្រសើរជាជាងការដើរ30នាទីទៀតអញ្ចឹងអរគុណសម្រាប់ការទស្សនាហើយសង្ឃឹមថាคลิปវីដេអូមួយនេះនឹងមានប្រយោជន៍ដល់អ្នកនិងអ្នកដទៃទៀតអរគុណជម្រាបលា